Đó này ní cứ chiaព័ត៌មានបន្ថែមពាក់ព័ន្ធជាមួយនឹងការប្រកួតរបស់យើងអញ្ចឹងគ្នាយើងគួរតែដឹងទាំងអស់គ្នាមុននឹងការប្រកួតចូលមកដល់យើងត្រូវដឹងព័ត៌មានឲ្យហើយមិនមែនតែយើងដល់ពេលដល់ថ្ងៃអីទៅតែដើររកព័ត៌មានអាហ្នឹងគឺវាពិបាកអីអញ្ចឹងតោះមកស្ដាប់ទាំងអស់គ្នាថាព័ត៌មានការប្រកួតរបស់យើងគឺមានអីបន្ថែមទៀតអញ្ចឹងគ្នាដឹងអីពីមុនខ្ញុំបានផុសនេះពាក់ព័ន្ធជាមួយនឹងការចុះឈ្មោះអញ្ចឹងលក្ខខណ្ឌនៃគេខ្លះគឺមាននៅក្នុង channel មួយនេះហ្នឹងហើយអញ្ចឹងគ្នាយើងចូល channel មួយហ្នឹង search ទៅ Master Network ដល់គ្នាយើងនឹងឃើញវីដេអូផុសពីលក្ខខណ្ឌនេះផ្សេងៗហើយ link ចុះឈ្មោះគឺនៅកន្លែងនេះបន្ទាប់មកទៀតខ្ញុំក៏បានផុសថ្ងៃហ្នឹងគឺខ្ញុំផលិតបន្ថែមពាក់ព័ន្ធជាមួយនឹង team ហ្នឹងតាខ្ញុំយកប្រហែល team អីប្រហែល team អញ្ចឹងក្នុងហ្នឹងគឺយើងយក16 team ណានេះយើងយក16 team ដែលការប្រកួតយើងនឹងប្រកួតរយៈពេល5សប្តាហ៍អូខេ5សប្តាហ៍អញ្ចឹងនេះគឺជាតារាង bracket team vs team event ដែលនៅក្នុងហ្នឹងគឺយកតែ16 team ទេអូខេនេះយើងឃើញ16 team ហ្នឹងហើយសប្តាហ៍ទី1យើងប្រកួត4 team ទី1ដល់ team ទី4ហើយយើងនឹងជំរុះយក2 team ប្រកួតគ្នារហូតនឹងយកតែមួយ team ទេឈ្នះនៅសប្តាហ៍ទី1អញ្ចឹងមានន័យថាសប្តាហ៍ទី1មានអ្នកឈ្នះមួយចូលមកដល់សប្តាហ៍ទី2សប្តាហ៍ទី2មាន4 team ដូចគ្នា team ទី5រហូតដល់ team ទី8ដែលអ្នកឈ្នះគឺមានតែមួយ team ដូចគ្នាចូលមកដល់សប្តាហ៍ទី3សប្តាហ៍ទី3អត់ខុសពីសប្តាហ៍ទី1និងទី2ទេដូចគ្នា team ទី9រហូតដល់ team ទី12ប្រកួតគ្នារកអ្នកឈ្នះមួយសប្តាហ៍ទី4នេះ team ទី13ដល់ team ទី16គឺប្រកួតគ្នារកអ្នកឈ្នះមួយទៀតអញ្ចឹងរហូតដល់4សប្តាហ៍មានអ្នកឈ្នះ4អ្នកដូចគ្នាយើងចូលមកដល់ final អញ្ចឹង final វានៅចំកណ្ដាលគេនេះដែលជាសប្តាហ៍ទី5យើងប្រកួតហ្នឹងអញ្ចឹងចូលមកដល់ Week 5 Final ហ្នឹងគឺយើងប្រកួត4 team ដែលឈ្នះហ្នឹងចូលគ្នាហើយគឺយើងលើកពានតែម្ដងអូខេអញ្ចឹងមានប៉ុណ្្នឹងអ្នកឈ្នះគឺមានតែម្នាក់ទេ5សប្តាហ៍ប្រកួតចូលអ្នកឈ្នះតែមួយ team តែប៉ុណ្ណោះអូខេគ្នាយើងស្ដាប់តន់ខ្ញុំរកថាទាំងអស់គ្នាយល់អត់ទេខ្ញុំព្យាយាមបញ្យល់ហើយខ្ញុំមិនសូវប៉ាន់បញ្យល់ប្រហែលដែរពេលខ្លះបាទប៉ុន្តែព្យាយាមបញ្យល់ហើយធ្វើម៉េចឲ្យសាមញ្ញបំផុតគ្នាយើងអាចយល់បានអញ្ចឹងសង្ឃឹមថាគ្នាយើងអាចយល់អញ្ចឹងការប្រកួតការបដិឆេទនៃការប្រកួតគ្នាយើងដឹងហើយថាយើងនឹងប្រកួតមួយសប្តាហ៍មួយរហូតមាន5សប្តាហ៍គឺប្រកួតរៀងរាល់ថ្ងៃសៅរ៍អូខេរៀងរាល់ថ្ងៃសៅរ៍ម៉ោង7យប់ឡើងអញ្ចឹងឲ្យថ្ងៃសៅរ៍ម៉ោង7យប់ឡើងយើងនឹង live ពាក់ព័ន្ធជាមួយនឹងការប្រកួតពាក់ព័ន្ធជាមួយនឹង reward តើឈ្នះទទួលបានអីគេនេះគឺជាលើកទី1នៃការប្រកួតរបស់យើងអញ្ចឹងបងអត់ដាក់ជាមួយនឹងលុយច្រើនទៅក្នុងហ្នឹងទេព្រោះបងអត់ចង់ទាំងអស់គ្នាមើលឃើញលុយបានមកប្រកួតនិយាយត្រង់ហ្មងបងចង់ឲ្យទាំងអស់គ្នាស្រឡាញ់ក្នុងការប្រកួតស្រឡាញ់ community PP របស់ Minecraft ចង់ឲ្យ community Minecraft នៅក្នុងស្រុកខ្មែររីកដុះដាលទៅមុខតាមចូលប្រកួតអានេះគឺជាអ្វីដែលបងចង់បានក្នុងសប្តាហ៍ទី1ដល់សប្តាហ៍ទី4ដែលយើងប្រកួតនេះដូចគ្នាយើងឃើញក្នុងរូបហ្នឹងគឺសិតតែទទួលបាន reward ទាំងអស់ឲ្យតែអ្នកឈ្នះឲ្យតែ team ណាឈ្នះតែ reward នេះគឺ$25គូប៉ុងអូខេអញ្ចឹងគូប៉ុង$25យើងយល់គូប៉ុង$25អញ្ចឹងគូប៉ុងហ្នឹងគឺយើងអាចយក rank អាចយកទៅទិញខ្វាញ់អីផ្សេងៗនៅក្នុង website របស់យើងបានបន្ទាប់មកទៀត week ទី5ដែលជា week final អ្នកឈ្នះលើកពាននេះគឺទទួលបាន$100គូប៉ុងយកទៅទិញអីក៏បានដែរអញ្ចឹងទិញ rank បាច់អស់លុយទេអូខេវាការចុះឈ្មោះ link ចុះឈ្មោះគឺនៅខាងក្នុង Discord ហ្នឹងកុំឲ្យខាតពេលចុះឈ្មោះទាំងអស់គ្នាទៅមើលលក្ខខណ្ឌប្រកួតបើអត់ទាន់ដឹងជួបគ្នានៅក្នុង server ទាំងអស់គ្នា